យើងចូលចំណុចទី4ប្រធានាធិបតី Slobodan Milosevic 4.1 ជំនឿសាសនា Yugoslavia មិនត្រឹមតែជាទឹកដីមួយដែលរស់នៅដោយអំបូរពូជសាសន៍ជាច្រើនប៉ុណ្ណោះទេថែមទាំងមានជំនឿសាសនាផ្សេងៗគ្នាទៀតផងដូចជាអ៊ីស្លាម កាតូលិក ជូដា ប្រូតេតង់ និងអូតូអង់បាទតាមស្ថិតិនៅឆ្នាំ 1921 និងឆ្នាំ 1948 បានបង្ហាញថាជនជាតិយូហ្គោស្លាវីជាអ្នកជាប់ជំពាក់លើជំនឿសាសនានិងប្រតិបត្តិយ៉ាងជ្រាលជ្រៅគឺមានរហូតដល់ 90% នៅក្រោយពេលដែលរបបកុម្មុយនីសកាន់អំណាចនៅឆ្នាំ 1964 ស្ថិតិមួយទៀតបានបញ្ជាក់ថាមានប្រជាជន 70% ជាអ្នកជឿសាសនាមជ្ឈមណ្ឌលដែលគោរពសាសនាខ្លាំងបំផុតគឺនៅខេត្តកូសូវូមានសានិកជនចំនួន 91% និងនៅអេសេកូវីន 83.8% កន្លែងដែលមានសាសនិកជនទាបជាងគេគឺនៅស្លូវេនី 65.4% នៅសេប៊ី 63.7% និងនៅក្រូអាត 63.6% ជំនឿសាសនាផ្សេងៗគ្នាដែលមាននៅពាពេញសហព័ន្ធយូហ្គោស្លាវីជាការបន្ថែមទៅលើបញ្ហាជនជាតិផ្សេងគ្នាដូចជាសេប៊ីប្រកាន់សាសនាគ្រឹះអូតូអុកក្រូអាស៊ីប្រកាន់សាសនាគ្រឹះនិកាយកាតូលិកនិងអូស្លីប្រកាន់សាសនាអ៊ីស្លាមកត្តាទំនាស់ទាំងពីរនេះហើយដែលបានបង្កើតឲ្យមានការផ្ទុះសង្គ្រាមជនជាតិដែលនាំទៅដល់ការរលាយសហព័ន្ធយូហ្គោស្លាវីយើងចូលចំណុចទី 4.2 និយាយអំពីសេដ្ឋកិច្ចនៅទសវត្សរ៍ឆ្នាំ 70 ប្រទេសយូហ្គោស្លាវីបានជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដែលបណ្ដាលឲ្យមានកំហុសរដ្ឋាភិបាលលោកទីតូដែលគ្រោងនឹងធ្វើឲ្យយូហ្គោស្លាវីក្លាយទៅជាប្រទេសមួយរីកចម្រើនយ៉ាងខាងផ្នែកសេដ្ឋកិច្ចនៅឧបទ្វីបបាល់កង់ដូចជាប្រទេសនានានៅអឺរ៉ុបខាងលិចដែរលោកយូហ្គោស្លាវីចាំបាច់ខ្ចីប្រាក់ចំនួនច្រើនលើសលប់ដើម្បីកសាងសេដ្ឋកិច្ចគ្រប់វិស័យដោយពឹងផ្អែកលើការនាំចេញទសវត្សរ៍ទី 70 អឺរ៉ុបខាងលិចជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរជាពិសេសវិបត្តិថាមពលបានចោទជាបញ្ហាដល់ការផលិតផលនាំចេញនិងធ្វើឲ្យរាំងស្ទះដង្ហើមសេដ្ឋកិច្ចយូហ្គោស្លាវីហើយជាលទ្ធផលមនុស្សរាប់លាននាក់ត្រូវបាត់បង់ការងារធ្វើបាត់បង់ប្រាក់កម្រៃប្រចាំថ្ងៃរដ្ឋាភិបាលត្រូវខ្ចីប្រាក់ពីអង្គការរូបិយប័ណ្ណអន្តរជាតិហៅកាត់ថា IMF ដើម្បីទប់ទល់នឹងបញ្ហានេះនៅឆ្នាំ 1989 មានស្ថិតិជាផ្លូវការមានកសិដ្ឋានចំនួន 148 ត្រូវប្រកាសរឹតអូសដោយសារជំពាក់បំណុលធនាគារនិងមនុស្សចំនួន 89,400 នាក់ត្រូវបាត់បង់ការងារធ្វើរហូតដល់រយៈពេល 9 ខែដំបូងនៃឆ្នាំ 1990 តាមស្ថិតិរបស់អង្គការរូបិយប័ណ្ណអន្តរជាតិមានស្ថាន 889 ត្រូវរត់អូសនិងមានមនុស្សចំនួន 52,500 នាក់អត់ការងារធ្វើចំណែកឯរោងចក្រកែច្នៃវិញមានមនុស្សចំនួន 60,000 នាក់បានបាត់បង់ការងារនៅអំឡុងពេលនៃវិបត្តិនេះមានប្រជាជនប្រហែល 2.5 លាននាក់ខ្វះការងារធ្វើតំបន់មានកសិដ្ឋានជាច្រើនដោយសេប៊ីម៉ាសេវ៉ាន់បូស្នីកូស្លូវូនិងអេសេកូវីនទទួលរងការរឹបអូសច្រើនបំផុតក្នុងប្រទេសយូហ្គោស្លាវី